Hello ស្រីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបយក Gravity Upgrade ឬក៏ Gravity V2 ហើយនៅtrongវីដេអូអ្នកទាំងអស់គ្នានឹងដឹងពីរបៀប spawn មេថ្មីផងដែរចាំមុនចូលវីដេអូយើងសម្រាប់គ្នាដែលមកថ្មីៗបានជួយ Subscribe ទេគឺជួយ Subscribe ម្នាក់មួយផងអញ្ចឹងកុំឲ្យខាតពេលយូរតែយើងចូលក្នុងវីដេអូរបស់យើងទាំងអស់គ្នាអញ្ចឹងអ្នកនេះប្រកាសជាដែរ Gravity ដែលអ្នកទាំងអស់គ្នាកំពុងតែប្រើហ្នឹងគឺអត់អាចប្រើជាមួយនឹង skill អីផ្សេងៗដូចទៅនឹង admin ក៏ soul ខេទេដូចជា animation តើអាចផ្កាយអីឬក៏ M1 ដែលចុចឆ្នោតឬក៏តើអាចផ្កាយអីគឺវាអត់បានខ្លាំងនោះទេអាហ្នឹងដោយសារតែយើងអត់បាន upgrade វាអូខេឥឡូវយើងធ្វើការទៅ upgrade ទាំងអស់គ្នានិយាយទៅខ្ញុំធ្វើផងខ្ញុំប្រាប់អ្នកទាំងអស់គ្នាផងអញ្ចឹងរបស់ដែលអ្នកទាំងអស់គ្នាត្រូវការដំបូងគឺជា fruit អ្នកទាំងអស់គ្នាអញ្ចឹង fruit គឺអ្នកទាំងអស់គ្នាត្រូវ eat វាសិនយ៉ាគឺយើងត្រូវប្រើប្រាស់ fruit gravity ហ្នឹងសិនទើបយើងអាចធ្វើបានហើយបន្តទៀតអ្នកទាំងអស់គ្នាមកសមុទ្រទី3ហើយមកកន្លែង Castle Daisy របស់យើងអាកន្លែង Virate ហ្នឹងហើយអ្នកទាំងអស់គ្នាជ្រើសរើស admin panel អញ្ចឹងវានឹងជួយយើងទៅកន្លែងបំពេញ quest ដើម្បី upgrade gravity ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺមាន gravity eagle ហើយចុងក្រោយគេគឺ creation ប៉ុន្តែអត់ទាន់ចេញទេគេដាក់ coming soon អញ្ចឹងបានន័យថាទីទៀត creation ក៏គេអាចដំឡើងវា skill អីបន្ថែមដែរហើយសម្រាប់ eagle ក៏មានជាមួយនឹង skill ថ្មីដែរប៉ុន្តែអាហ្នឹងចាំយើងធ្វើនៅវីដេអូក្រោយទៀតឥឡូវយើងធ្វើ gravity សិនអញ្ចឹងខ្ញុំ complete របស់ខ្ញុំគឺ 0% តែម្ដងចាំខ្ញុំចុចលើ gravity មកហើយនេះគឺជា quest ទី1យក view មកហើយពេលហ្នឹងវានឹង load អាកន្លែងនេះណានេះវា load អាកន្លែងឲ្យយើងចាប់ផ្ដើមពេញ quest នៅកន្លែងនេះអញ្ចឹងញ៉ាំឲ្យចុចហើយមកខ្ញុំចុចហើយអូខេអញ្ចឹងសម្រាប់អានេះប្រហែលជា maybe M1 ណានេះខ្ញុំអត់ទាន់ដឹងណាខ្ញុំអត់ដឹងហា skill អីគេទេ maybe M1 ណានេះវានៅមាន skill អក្សរ B អក្សរ C អក្សរ D នេះប្រហែលជា M1 អូខេអញ្ចឹងសម្រាប់ quest ដំបូងនេះគឺវាឲ្យយើងធ្វើការទៅវាយជាមួយនឹងនិយាយទៅគឺ kill ជាមួយនឹង NPC ណាអញ្ចឹងគឺ kill NPC ដែលប្រើ M1 អូខេអញ្ចឹងខ្ញុំមកកន្លែងនេះសិនមកហើយយើងធ្វើការវាយ NPC ហ្នឹងយ៉ាហើយ NPC មួយណាក៏បានដែរណានេះអូខេឥឡូវប៉ុណ្ណឹងហើយយើងតម្លាក់អាចផ្កាយមកអីក៏បានដែរគឺយើងធ្វើម៉េចគឺប្រើ M1 មកវាយគឺខ្ញុំឡើង 6% អញ្ចឹងធ្វើម៉េចណានេះគឺឲ្យគ្រប់ 100% ណានេះអញ្ចឹងយើង farm ឲ្យគ្រប់ 100% តែម្ដងហើយបើណានេះប្រើជាមួយនឹង skill យ៉ាគឺវាអត់ឡើងទេគឺចាំបាច់ប្រើ M1 ដើម្បីសម្រាប់ NPC ហ្នឹងអញ្ចឹង kill NPC ហ្នឹងអញ្ចឹងយើងត្រូវប្រើ M1 យ៉ាអូខេនេះ 13% អញ្ចឹងងាយណាស់នេះអានេះ quest ទី1របស់យើងយ៉ាប់ 19% រៀងយឺតបន្តិចអញ្ចឹងធ្វើមួយមកខ្ញុំតម្លាក់គ្រាប់បាយពីលើនេះក៏បាន yes sir តម្លាក់អត់បានច្រើនណាស់ដោយសារវាមិនតាន់យើងអត់បាន upgrade វាហ្នឹងហើយឥឡូវកំពុងយើងធ្វើការ upgrade វាសិន93តិចបានអញ្ចឹងលឿនទេណាអត់យូរទេអត់ត្រូវចំណាយពេលយូរទេអូខេ99ហ្នឹងមិនឲ្យ100ទៀតហ្មងមក1% ទៅសោះអូខេចឹងយើង complete quest របស់យើងហើយតោះឥឡូវយើងទៅមើលទាំងអស់គ្នាចឹងយើងមកមើល quest របស់យើងមកមើលបានមិនហីអូខេចឹងនេះគឺ quest របស់យើងគឺ complete បាន 100% ហើយយ៉ាចឹងគឺយើង claim វាមកហ្នឹងហើយអូអានេះមុន claim ក៏វាត្រូវការនេះដែរវាត្រូវការជាមួយនឹង item ផ្សេងហ្នឹងយ៉ាពឹសត្រូវការ1អាថ្មមាសនេះ2ហើយ fragment ហ្នឹងឯងចាំបាច់ក៏ត្រូវការ fragment ដែរ1000ខ្ញុំមានឡងប្រហែលមើលជួយខ្ញុំមើលទីសិនបាទខ្ញុំមានឡង 20k នោះអត់បញ្ហាតែប៉ុណ្ណឹងមកគឺយើង up បានហើយអញ្ចឹងគឺស្រួល up ហើយសប្បាយលេងមែនទេអូខេ complete quest របស់វាមួយហើយយ៉ាអញ្ចឹងយើងជួយប្រើប្រាស់វាមក yes sir នេះចូលដល់ទី2នេះទី2ទី3ទី4នេះទៀតហើយអញ្ចឹងឥឡូវកំតយើងមើលសិនអាហ្នឹងស្អីគេខ្ញុំអត់តន់ដឹងអាហ្នឹងស្អីគេណាមើលនេះអូ M1 ថា M1 មែនអូនេះអាហ្នឹង M1 ហ្នឹងហើយអានេះ M1 ជួយយូតម្លាក់មកច្រើនយ៉ាអូខេអានេះឆ្នោតអានេះយើងតម្លាក់ពីលើមេឃអូខេ M1 យើងបានសម្រាប់អញ្ចឹងសម្រាប់ការ upgrade នេះគឺជាការ upgrade របស់ M1 ចុចរបស់យើងហ្នឹងឯងប៉ុន្តែគឺអានេះចាប់តែ upgrade ទី1ទេអាហ្នឹងនៅមាន upgrade ទី2មួយទៀតអូខេអានេះស្កត់បានខ្លាំងហើយអានេះយើងឆ្នោតវាមានថ្មមកបបុកវាទាញអាហ្នឹងទាញអូខេអញ្ចឹង M1 យើងបាន M1 gravity ហើយអូខេអញ្ចឹងងាយខ្លឹមតែណាគ្រាន់តែយើង kill NPC ទៅប៉ុណ្ណឹងឥឡូវយើងទៅធ្វើបន្តទៀតគឺ upgrade skill បន្តទៀតមិញដូចជាអត់មានអក្សរ X ទេណាអូខេអញ្ចឹងយើង upgrade បាន 25% ហើយអានេះ wait មិញ B ឯណាអញ្ចឹងវាអត់មាន X ទេអត់មាន skill អក្សរ X ទេ X មិនដែលទេអញ្ចឹង skill បន្ទាប់ B ហើយ C D អូខេមកនេះគឺអានេះយើងចាប់ផ្ដើម quest អានេះយើងចុះនេះមកចាប់ផ្ដើមធ្វើ quest របស់យើងសម្រាប់ quest ទី2ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវការ kill NPC ដូចគ្នាណាគ្រាន់តែយើងត្រូវប្រើ M1 ហ្នឹងហើយវាដូចតែមិញដែរទេគ្រាន់តែយើងប្រើ M1 អញ្ចឹងណាយ៉ាគឺឡើងទៀតហើយគឺ 6% ទៀតហើយនេះវា NPC មួយណាក៏បានដែរនេះខ្ញុំវាយ red តែខ្ញុំវាយនៅកន្លែង red ក៏ខ្ញុំបានដែរនេះបានភាគរយដូចគ្នា 33% អូខេអូបាន go fruit វាយ NPC ទៅបានហើយ fruit ធ្លាក់នៅទីគីយើងទៅវាយនៅទីគីត្មងទៅចឹងអូខេអាយ៉ា flame fruit បាទអូខេ
flame fruit គេដូររូបរាងណាគ្នាបើតែ skill វាអីនៅដែរគាត់ថាគេដូររូបរាងវាអញ្ចឹងណាអញ្ចឹងការងារយើងគឺវាយ NPC ហ្នឹងទៅយ៉ាហើយយើងប្រើ M1 66 73% 83% 93% ចិត្តពេញណាចិត្តពេញវ៉ាវ update មកនេះគឺល្អមែនតើណា W នៅមានអីទៀតខ្ញុំមិនតាន់បានធ្វើអីទេមួយទៀតនេះមកនេះនៅតែ 99% យើងត្រូវទៅវាយមួយទៀតហ្នឹងហើយ complete quest ហើយតោះអញ្ចឹងយើងទៅ castle យើងវិញខ្ញុំអត់តាន់ដឹងឯណានេះអត់ដឹង skill ទីប្រមាណទេណាអានេះ C អានេះ D អាចារ្យនេះ C គេ E ឬក៏ M1 ដូចគ្នាអត់ដឹងទេឥឡូវ quest របស់យើងគឺប៉ុណ្ណឹងណាគឺវាយ M1 kill NPC ដែលប្រើជាមួយនឹង M1 gravity អញ្ចឹង quest ទី2របស់យើងគឺតែប៉ុណ្ណឹងអញ្ចឹងគឺយើងចុចយក claim មកហើយក៏វាត្រូវការទឹកពឹស2អាថ្មមាសនេះ4ហើយ fragment 2000អញ្ចឹងអ្នកនេះត្រូវមានអស់ដែរហ្នឹងអូខេយើងប្រើប្រាស់មក yes sir អូខេឥឡូវខ្ញុំបាន2 skill ហើយប៉ុន្តែខ្ញុំបាន 50% ណាអូពីតង់មិញកម្រិតទី2ឯងវានៅកម្រិតទី2អានេះចូលដល់កម្រិតទី3នេះ3តង់អានេះខ្លាំងជាងមុនវ៉ាវ 4000 damage បាទនេះយើងចុចមកកន្លែង yes sir ហើយអានេះយើងចុចពីលើអានេះតម្លាក់ណែនវាតម្លាក់រៀងច្រើនអញ្ចឹងចានេះច្រើនកម្រិត3បានអាហ្នឹងបានកាន់តែឆ្ងាយទៀតហ្នឹងហើយយើងចុចអត់បានលឿនទេណាយើងអត់អាចឆោតវាបានលឿនដូច admin ទេខ្ញុំយូរឡើយណាហើយវាមាន cooldown របស់វាដែរហ្នឹងហើយអូខេអញ្ចឹងអាហ្នឹងសម្រាប់ M1 ហ្នឹងនេះអូខេតោះឥឡូវយើងមើលបន្ទាប់ទៀតណានេះអញ្ចឹងសម្រាប់ការ upgrade បន្ទាប់ហ្នឹងគឺជា skill អក្សរ C ប៉ុន្តែគឺខ្ញុំអត់ទាន់អាចធ្វើការបំពេញ quest របស់វាបានទេគឺដោយសារតែវាឲ្យយើងត្រូវការ400 mastery អញ្ចឹងសម្រាប់ mastery របស់ខ្ញុំឥឡូវគឺមានតែ357ទេអញ្ចឹងខ្ញុំត្រូវការ farm mastery បន្ថែមឲ្យគ្រប់400ទៅយើងអាចបំពេញ quest អក្សរ C នឹងបានអូអញ្ចឹងគឺខ្ញុំត្រូវការ farm គ្រប់400សិនណាគ្នាអូ my god ទៅជាយូរខ្លាំងមែនតើតែអត់បញ្ហាទេឥឡូវយើងទៅវាយមេវាយអីទៅមេការទេមើលចុះខ្ញុំអង្គុយ farm ចិត្តកន្លះម៉ោងសម្រាប់400 mastery ហ្នឹងអញ្ចឹងវារៀងយូរគួរសមដែរហើយខ្ញុំជ្រើសរើសកន្លែងវាយនៅកោះ Cake ណាគ្នាកន្លែងហ្នឹងគឺ farm លឿនជាងគេបើទៅកោះផ្សេងដូចជាកោះទីគីអីវារៀងពិបាក farm បន្តិចតែនេះវានៅជុំគ្នាយើងស្រួលប្រើ skill អូខេទីបំផុតគ្រប់400 mastery អូខេតោះអូខេអញ្ចឹងគ្រប់400 mastery ហើយអញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នាថា quest បន្ទាប់ហ្នឹងគេអាចធ្វើគេចាអូខេចឹងខ្ញុំអាចធ្វើបានហើយអានេះ skill អក្សរ C ហ្នឹងហើយ skill អក្សរ C អាហ្នឹងល្អមែនទេអូខេតោះអញ្ចឹងstart quest យើងមកសម្រាប់ quest បន្ទាប់ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវការវាយជាមួយនឹង bot enemy ណានេះគឺវាយ bot សត្រូវរបស់យើងណាគឺអ្នកគ្នាបងមិនឲ្យមាន friend ឲ្យពួកគាត់ spawn ជាមួយនឹងទូកមកយ៉ាហើយពួកគាត់ spawn ជាមួយនឹងទូកមកយើងអាចវាយទូកយើងបានទេគឺយើងត្រូវវាយទូកគេយ៉ាអញ្ចឹងយើងដក ally ចេញមកហើយយើងវាយទូកហ្នឹងគឺយើងបានភាគរយយ៉ានេះឃើញទេអានេះខ្ញុំវាយទុកគ្នាខ្ញុំទេគ្នាខ្ញុំក៏ spawn មកអញ្ចឹងខ្ញុំវាយទុកហ្នឹងអញ្ចឹងយើងវាយមួយមក yes sir យកភាគរយវាលឿនទេអានេះលឿនទេណាស្រួលបំផុតចុះណានេះវាយតបូនហ្នឹងទៅប្រើ M1 ណានេះគឺកុំប្រើ skill ប្រើ skill អត់បានទេយើងត្រូវប្រើ M1 អូខេ99 អូខេ100 complete quest តែម្ដងអូខេYo where you going man អូខេចឹងយើង teleport ទៅវិញ yes sir ចឹងមានតែប៉ុណ្្នឹងទេហ្នឹងខ្ញុំមើលទីសិនអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេណាគឺយើងវាយ boss សត្រូវរបស់យើងអញ្ចឹងបើយើងមាន friend of friend មកណានេះបើអត់មានទេគឺទៅ public វាយទូកគេយ៉ាដូចខ្ញុំប្រាប់ទេណាគឺ work ប្រើ M1 ហ្នឹងហើយអញ្ចឹង quest ហ្នឹងគឺពិបាកតែ farm mastery ទេអញ្ចឹងគឺយើង farm mastery 400យើងមកធ្វើ quest វាយទៅទូកយ៉ាចុចទៅ M1 វាយទូកហ្នឹងទៅគឺយើងបានពេញ quest ហ្នឹងហើយធ្វើតាមខ្ញុំទៅហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះគឺ6000 fragment វ៉ាវច្រើនមែនទេ6ដុំខ្ញុំហៅមាសម្ដងណា6ថ្មមាសហើយទឹកពឹស4ខ្ញុំចិត្តអស់បាត់ហ្នឹងហើយនឹងជាមួយនឹងដុំអាចផ្កាយដុំអាចផ្កាយនឹងយកនៅសមុទ្រទី2គឺមកគ្រាប់ទេអញ្ចឹងតើយើងយកជាមួយនឹង skill អក្សរ C ទាំងអស់គ្នាតើ let's go វ៉ាងាយណាស់នេះអូខេតើអញ្ចឹងអានេះ skill ហូតទេហើយអានេះ skill បន្តនេះគឺ500ណាស់នេះ500 mastery វ៉ាវអញ្ចឹងគឺអានេះចាំតិចទៀតឥឡូវយើងមកមើលអានេះសិនណាយើងមកមើល skill ដែលយើងទៅ up នេះសិន yes sir អញ្ចឹងអា skill ដែលយើងទៅ up នេះវិញគឺដឹងតែឡយណាស់ចាំមើលខ្ញុំជួយយូរអាហ្នឹងជួយយូរWait what មិនអត់តដែរណាខ្ញុំប្រើតែខ្ញុំប្រើ skill អក្សរ C នេះវាបញ្ជាក់ប្រាប់អូប្រហែលជាត្រូវពេញអានេះណានេះអូភ្លេចមើលណានេះធ្វើម៉េចឲ្យពេញអានេះសិនទៅយើងអាចប្រើ skill ឡើងកើតអញ្ចឹងអាហ្នឹងខ្ញុំត្រូវឡើងសិនណាមើលធ្វើម៉េចទៅប្រើវត្តឡើងទេអូខេប្រើ skill ឡើងអញ្ចឹងមក skill យើងក៏ត្រូវការពេលដែរអូខេមើលប៉ុណ្ណេះប្រើបាន
អត់តាន់បានតពេញសិនណានេះយើងធ្វើម៉េចពេញអាពណ៌ស្វាយនេះសិនទៅយើងអាចធ្វើការប្រើ skill នឹងចេញបានអូខេបានតោះអូខេឥឡូវយើងចុចទាំងអស់គ្នាយោហើយចេះយូរយ៉ាសើវារួមតូចបន្ទាប់មកយើងបាញ់មកគឺវានឹងហោះទៅលើហើយស្រូបអ្វីគ្រប់យ៉ាងដែរអស់តែម្ដងហើយស្រោះឲ្យផ្ទុះមួយតង់ទៀតហ៎ What again Yo អូបាទអញ្ចឹងគឺមួយស្គីរបស់វាគឺខ្លាំងណាស់នេះអញ្ចឹងបានគេនេះបានគេដាក់ឲ្យវាពិបាកនេះបានគេឲ្យយើងពេញអាហ្នឹងអញ្ចឹងពេលពេញអាហ្នឹងយើងអាចប្រើ ultimate អាចប្រើអសវីក៏បានអសស៊ីក៏បានអញ្ចឹងគេដាក់នេះមកអញ្ចឹងពេលណានេះតពេញតពេញដែលអាចប្រើហ្នឹងកើតអូខេអញ្ចឹងការងារបន្ទាប់របស់យើងទៀតគឺអ្នកទាំងអស់គ្នាត្រូវការ farm mastery អញ្ចឹងការងារខ្ញុំបន្ទាប់ទៀតគឺខ្ញុំត្រូវការ farm mastery 100 mastery ទៀតច្រើនមែនតើប៉ុន្តែដើម្បី skill អស D អាហ្នឹងគឺអែមណាស់ skill animation ណាអញ្ចឹងឥឡូវគឺខ្ញុំទៅ farm ទីសិនយ៉ាខ្ញុំត្រូវចំណាយពេលរៀងយូរបន្តិចហើយឥឡូវយើងធ្វើការ farm ទីសិនទៅនិយាយទៅ fruit ប្រភេទក្រៅវិធីណាវា skill របស់វារៀងយឺតបន្តិចមែនប៉ុន្តែ skill ហ្នឹងសម្រាប់បើយើងនិយាយទៅវា support team យ៉ាបើ team វិញគឺអាហ្នឹងគឺល្អយ៉ាវាជួយ team បានច្រើនតែបើ skill វាធំហ្នឹង Wow អូស្រូបទាំងអស់ជាមួយ ultimate វិញណា ultimate សាហាវជាងហ្នឹងទៀតជាតិជាងហ្នឹងទៀត ultimateអាផ្កាយដូចធំជាងអូខេអញ្ចឹងឥឡូវខ្ញុំធ្វើការ farm ឲ្យគ្រប់នេះសិនណានេះឲ្យគ្រប់500 mastery សិនបន្ទាប់ពីយើង farm អស់1ម៉ោងជាងមកយើងបានជិត500 mastery ហើយបាទយើងខ្វះតែ1 mastery ទៀតទេគ្រប់500 mastery ហើយតោះឥឡូវយើង teleport ទៅ castle វិញអូខេតោះអញ្ចឹង500 mastery let's go អូខេអញ្ចឹងយើងមើលថាតើ quest ចុងក្រោយយើងធ្វើអីគេយ៉ាអូខេហាអីគេមាន D2 មកវិញហើយហើយមាន2 quest អញ្ចឹងសម្រាប់quest ទី1របស់ skill ទី5នេះគឺអ្នកនិយាយសិនមកយ៉ាskill ហ្នឹងក៏អត់ពិបាកដែរណាអាហ្នឹងគឺគេឲ្យធ្វើការប្រើ skill ណាប្រើ skill ធ្លាក់ក្នុងទឹកប្រើ skill ក៏បានប្រើ M1 ក៏បានយ៉ាអាហ្នឹងធ្វើប្រើ M1 វិញច្រឡំអញ្ចឹងដាក់ទៅ M1 ឆោតមកណាchơiយូរមើលវ៉ូអានេះចំណេញនេះchơiយូរYes តម្លាក់ច្រើនអូខេ complete quest តែម្ដងនឹងស្រួលយ៉ាងមកហ្នឹងខ្ញុំជឿថា update នេះ load ដល់ហ្នឹងសោះណាវាឲ្យខ្ញុំធ្លាក់ចូលក្នុងពិភព block fruit ទេអញ្ចឹងបានwait តែ 20% ទេអូខេអា quest នេះ 20% អូខេអញ្ចឹងចូលមក quest ទៀតអញ្ចឹងសម្រាប់អា quest ក្រុមគេនេះគឺវាឲ្យយើងធ្វើការ kill player ហ្នឹងឯងតែប្រើ M1 ណានេះគឺប្រើ M1 ដដែលមកទៀតមក Yes sir 18%យ៉ាអញ្ចឹងម្នាក់បាន18អញ្ចឹងយើង kill បន្តទៀតមកអញ្ចឹងប្រើ M1 ដដែលមកអូខេ37 56 74ហ៎លឿនដែរតា93អូខេ quest complete តែម្ដង let's go អូខេអត់អី fragment ខ្ញុំនៅណានេះតែយើងមើលថាតើគ្រប់ដែរឬទេបាទអូខេ complete quest តែម្ដង let's go Wait what No ខ្ញុំអត់តាន់គ្រប់ផងហ្នឹង Moonstone អានេះថ្មថ្មីអូខេខ្ញុំត្រូវការ7 set bro I need stone ខ្ញុំត្រូវការ stone ណាអូខេឥឡូវចូលដល់ដំណាក់កាលក្នុងការ spawn មេថ្មីវិញម្ដងអញ្ចឹងនៅក្នុងការ spawn មេថ្មីនេះគឺវាពិតជាងាយស្រួលខ្លាំងមែនទែនណាអត់ស្មុគស្មាញច្រើនគឺងាយខ្លាំងមែនទែនតែអ្វីដែលពិបាកតែមកហ្នឹងគឺអ្នកទាំងអស់នេះគឺត្រូវតែមានគ្នាបើអ្នកនេះលេង solo ប្រកាសណាស់គឺវាយមិនឈ្នះមេហ្នឹងនោះទេអូខេអញ្ចឹងការងារដែលអ្នកទាំងអស់នេះត្រូវធ្វើដំបូងគឺមកកោះទីគីបន្ទាប់មកគឺអ្នកទាំងអស់នេះត្រូវ kill ជាមួយនឹង NPC នៅផ្នែកម្ខាងចំនួន100 NPC អញ្ចឹងដំបូងគឺខ្ញុំធ្វើការវាយនៅផ្នែកម្ខាងនេះឲ្យបាន100 NPC យ៉ាគឺផ្នែកខាងស្ដាំហ្នឹងវាយឲ្យគ្រប់100 NPC ហើយបន្ទាប់ពីអ្នកទាំងអស់នេះវាយគ្រប់100 NPC កន្លែងហ្នឹងហើយអ្នកទាំងអស់នេះត្រូវវាយនៅផ្នែកខាងឆ្វេងនេះ100 NPC ដូចគ្នាអញ្ចឹងខាងស្ដាំ100ខាងឆ្វេង100សរុប200 NPC អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់នេះវាយគ្រប់ចំនួនវាហើយរូបចម្លាក់ entry ហ្នឹងវានឹងឡើងផ្នែកក្រហមអញ្ចឹងពីរូបចម្លាក់ហ្នឹងនឹងឡើងផ្នែកក្រហមទាំងពីរតែម្ដងអូខេអញ្ចឹងការងារទី1របស់យើងរួចហើយចូលដល់ការងារទី2របស់យើងគ្រាន់តែបបាយថោដែលនៅក្នុងប្រាសាទហ្នឹងឲ្យអស់ទៅគឺបានហើយអញ្ចឹងយើងគ្រាន់តែបបាយពី3តង់ទៅគឺមេហ្នឹងនឹងកើតតែម្ដងកុំតិចតមេចេញមកណានេះតនេះចឹងបបាយថោពី3ទៅគឺមេនឹងកើតមកយ៉ាហើយនិយាយមែនណានេះគឺកាំងកុំព្យូទ័រខ្ញុំខ្លាំងមែនតើហើយដូចខ្ញុំនិយាយចឹងគឺយើងអាចវាយ solo បានទេគឺត្រូវការមានគ្នាយ៉ាងហោចណាស់ក៏5ទៅ6នាក់ឬក៏10នាក់ដែរនេះគឺជាក្តារទី1ដែលខ្ញុំវាយយ៉ាគឺខ្ញុំ fail ដែរកន្លែងហ្នឹងគឺដោយសារតែខ្ញុំមានគ្នាតិចពេកទៅមាន2នាក់ណាគាត់មួយហើយនឹងខ្ញុំមួយនឹងយ៉ាហើយមិនវាយមេនឹងអត់ឈ្នះទេវាយឈ្នះប៉ុន្តែវាយូអញ្ចឹងកាលណាវាយូពេកគឺវាអត់ត្រប់ជាមួយនឹងសំភារៈអីឲ្យយើងសោះតែម្ដងហើយចូលដល់លើកទី2គឺខ្ញុំធ្វើអញ្ចឹងដូចគ្នាប៉ុន្តែលើកនេះហៅគ្នា
យើងម្នាក់ទៀតឲ្យបាន3នាក់ហើយបាន3នាក់ហើយវាអត់គ្រប់គ្រាន់ទៀតយើងវាយយូរអញ្ចឹងវាអត់បានត្រាប់សម្ភារៈឲ្យខ្ញុំតតែសោះតែម្ដង again ណាហើយចូលដល់ក្តារទី3នេះវិញខ្ញុំអស់ធ្មត់ជាមួយវាហើយក៏ហៅគ្នាយើងនៅក្នុង Discord យើងមកតប7នាក់វាយមេនឹងតែម្ដងព្រោះអត់សំខាន់ឲ្យបានតែម៉េចនិយាយមែនអ្នកទាំងអស់នេះមេនឹងគឺខ្លាំងជាងមេដូនឆ្ងាយណាស់និយាយទៅវាស្រួលធ្វើមែនប៉ុន្តែគឺវាពិបាកវាយខ្លាំងមែនតើឈាមឡើងមកលៀននោះអ្នកនេះដូន King យើងវាយ2នាក់ឈ្នះតែអានេះវិញ2នាក់អត់ឈ្នះទេ3នាក់អត់ឈ្នះទេ7នាក់5នាក់6នាក់បានឈ្នះអូខេទីបំផុតត្រាប់ហើយចឹងខ្ញុំបានពីសម្ភារៈបាន title ថ្មីហើយនឹងសម្ភារៈសម្ងាត់របស់ Ego ផងដែរអាហ្នឹងគឺខ្ញុំអត់ទាន់ដឹងទេប៉ុន្តែយើងនឹងយល់ដឹងក្រោយនៅវីដេអូបន្ទាប់អូខ្ញុំបានថ្មងតែមួយនិយាយទៅខ្ញុំបានថ្មងតែមួយទេអ្នកនរមិនដឹងថាមកពីខ្ញុំវាយអត់សូវស៊ី damage គឺក៏មិនចេះប៉ុន្តែគឺយើងបានជាមួយនឹងអានេះខ្ញុំដឹងអីគេទេប្រហែលជាស្លាប់ Ego នឹងឯងនិយាយទៅវាអាចនឹងមានប្រយោជន៍សម្រាប់ Ego Fruit តែយើងនឹងដឹងនៅវីដេអូក្រោយទៀតចឹងដោយសារតែ Moonstone ហ្នឹងគឺខ្ញុំបានតែមួយទេហើយដើម្បី up gravity skill ចឹងក្រោយហ្នឹងបានយើងត្រូវការ Moonstone 2អញ្ចឹងខ្ញុំត្រូវវាយមេហ្នឹងម្ដងទៀតហើយលើកនេះមានគ្នាតែ5នាក់ទេប៉ុន្តែក៏វាយឈ្នះដែរ Yes sir ហើយវាយលើកនេះក៏ខ្ញុំទទួលបានជាមួយនឹង accessory ថ្មីរបស់វាផងដែរដែលកម្រិតរបស់វាគឺ legendary មិញខ្ញុំបានស្លឹកនេះបន្ថែមហើយជាមួយនឹងថ្មនេះយ៉ាថ្មហ្នឹងហើយសម្រាប់យកទៅធ្វើជាមួយនឹង gravity ពិតជាវាបាក់មែនទេបាក់យកតែសុបាយអូខេឥឡូវយើងមើលតិចមកថាយើងនៅខ្វាយគេទៀតណាអូខេអញ្ចឹងគឺក្រោយហើយខ្វះតានេះទេណានេះខ្ញុំត្រូវយកនៅសមុទ្រទី2ចំនួន7ហើយ fragment 10000ខ្ញុំមានហើយខ្ញុំមាន11000ហើយហើយចាឥឡូវយើងយកទឹកពណ៌ស្វាយនឹងមួយទេណានេះអញ្ចឹងកន្លែងយកទឹកពណ៌ស្វាយហ្នឹងគឺយើងមកយកកន្លែងនេះយកជាមួយទាំងអស់គ្នាជាមួយនឹង skill ចុងក្រោយផងដែរខ្ញុំយករយៈពេលត្រឹមតែមួយថ្ងៃហ្នឹងទេខ្ញុំបានតែម្ដងយ៉ាអូខេតា let's go 10000 fragment ទឹកស្វាយ8អានេះគឺពិបាកយកជាងគេអានេះពិបាកយកជាងគេបងអស់ហើយអានេះ2គ្រាប់តោះ let's go Let's go final skill yes sir អូខេអស់ហើយ 100% តែម្ដង 100% complete ចឹងយើងនៅ Falcon មួយទៀតតែ Falcon ចាំវីដេអូក្រោយមកច្រឡំទៅ Falcon រហូត Eagle Eagle 3ចាំមើលថា skill ហ្នឹងវាត្រូវការអានេះអត់នេះចាំមើលអូត្រូវការដូចគ្នាអញ្ចឹងយើងត្រូវយកអាពណ៌ស្វាយនេះសិនណាអូបាញ់អូខេមកមើលជាមួយនឹង Ultimate Gravity ទាំងអស់គ្នាបាទ Let's go យូរប៉ុណ្ណាទេ Wait អាហ្នឹងមិនវាអស់ដែរមែនអូយើងត្រូវចុចលឿនណាចុចយូរវាអស់ហើយមើលជាមួយនឹង Ultimate Gravity ទាំងអស់គ្នាបាទ Let's go Animation Wow Wait whatមិនវាបែកមកមើលជាមួយនឹង ultimate របស់ gravity ទាំងអស់គ្នាអូខេបាទ Go let's go អីមិនចេញសនេះ Let's go កាប់ស្រីមើលអូកាំង server ខ្ទេផ្ទុះស្អាតដែរណា Wow not bad one more time let's go ទាញអាចផ្កាយមក yes sir ឲ្យប្រចាំក៏មិនវិញ maybe អាចផ្កាយហ៎អូកាំង server ខ្ទេចជុំកាប់ណាមើលនេះអូខេណាស់នេះអញ្ចឹងរបៀបនៅក្នុងការយកជាមួយនឹង Gravity V2 គឺមានតែប៉ុណ្្នឹងទេនិយាយទៅវាវែងមែនតើហើយនៅវីដេអូក្រោយគឺយើងនឹងយកជាមួយនឹង Ego Fruit វិញម្ដងអូខេណាស់នេះចុះវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណណាស់នេះខ្លាំងមែនតើសម្រាប់ការទស្សនាពីដើមដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត Bye